លោក Donald Trump បានដាក់ពន្ធគយទៅលើបណ្ដាប្រទេសទាំងអស់មិនមានប្រទេសណាមួយត្រូវបានលើកលែងនោះទេពន្ធគយរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលជាធរមានហើយគិតត្រឹមម៉ោង 1 រសៀលនាថ្ងៃពុធនេះដោយមិនមានប្រទេសណាឬតំបន់ណាមួយជុំវិញពិភពលោកត្រូវបានលើកលែងនោះទេសរុបទាំងអស់ចិនត្រូវបានរងការដាក់ពន្ធធ្ងន់ធ្ងរជាងគេរាប់ទាំងពន្ធ 20% កាលពីលើកមុនពន្ធគយបដិការ 34% និងពន្ធដែលលោកត្រាំសម្រេចដាក់ភ្លាម 50% កាលពីយុគមិញនេះស្មើនឹង 104% ទៅហើយដែលជាពន្ធធ្ងន់ជាងគេនៅលើពិភពលោកនេះចិននឹងអត់ពីអាមេរិកទៅងាប់ទេមិនងាប់ទេព្រោះចិនបានពង្រាយសេដ្ឋកិច្ចទៅបណ្ដាប្រទេសក្រីក្រជាច្រើនហើយហើយបានបញ្ជូនចេញនាំចេញពីប្រទេសចិនមកលក់កាន់ប្រទេសក្រីក្រសំណួរសួរថាអាមេរិកធ្វើអញ្ចឹងងាប់ទេអត់ងាប់ទេអត់ងាប់ទេមានតែចំណេញដល់អាមេរិកថ្ងៃពុធនេះជាថ្ងៃដែលអត្រាពន្ធគយរបស់អាមេរិកចូលជាធរមានដោយគ្មានពន្យាពេលសេតវិមានបានឲ្យដឹងថាពន្ធគយថ្មីដែលអាមេរិកទាមទារទាំងពីប្រទេសអ្នកមាននិងអ្នកក្រនេះអាចឲ្យអាមេរិករកបានប្រមាណជា$6 trillion ក្នុងរយៈពេល10ឆ្នាំ$6 trillion ស្មើនឹង$6,000 លានគុណនឹង1,000 ដងនេះបើយោងទៅតាម CNN ចេញផ្សាយនៅថ្ងៃច័ន្ទសប្តាហ៍នេះក្រៅពីចំណេញលុយសេតវិមាននិយាយថាពន្ធគយនេះគឺជាយុទ្ធសាស្ត្រចរចាដើម្បីបង្ខំឲ្យប្រទេសទាំងនោះដែលបានស្រូបផលចំណេញយ៉ាងច្រើនពីអាមេរិកនាពេលកន្លងមកធ្វើសម្បទានមួយចំនួនវិញចំណែកលោកប្រធានាធិបតីអាមេរិក Donald Trump បានចាត់ទុកសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកព្រួយផ្ដើមនេះគឺជាឱសថដ៏ចាំបាច់ដើម្បីបង្ខំឲ្យក្រុមហ៊ុននានាវិលត្រឡប់ទៅសហរដ្ឋអាមេរិកក៏ប៉ុន្តែក្រុមអ្នកវិភាគហិរញ្ញវត្ថុព្រមានថាពន្ធគយនេះអាចធ្វើឲ្យពិភពលោកជួបទៅនឹងអនុភាពសេដ្ឋកិច្ចខណៈដែលទីផ្សារហ៊ុននៅទូទាំងពិភពលោកកំពុងតែដាំក្បាលចុះតែលោក Trump និយាយថានោះមិនមែនជាកំហុសរបស់លោកទេហើយឲ្យក្រុមអ្នកជំនួយទាំងនោះឆាប់រកថ្នាំព្យាបាលដោយខ្លួនឯងលោក Trump អះអាងថាលោកគ្មានគម្រោងផ្អាកការអនុវត្តពន្ធថ្មីនេះទេហើយមកដល់ពេលនេះក៏មិនមានការផ្លាស់ប្ដូរទៅលើអត្រាពន្ធសម្រាប់ប្រទេសណាមួយដែរទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Peter Navarro បាននិយាយថាជាង70ប្រទេសបានបង្ហាញបំណងចរចាពីអត្រាពន្ធគយតែក្នុងចំណោមនោះលោក Trump ពិចារណាជួបតែ50ប្រទេសជាងប៉ុណ្ណោះជាប្រទេសដែលមានឆន្ទៈសម្រុះសម្រួលនិងបានផ្ដល់នូវអ្វីដែលល្អសម្រាប់អាមេរិកក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថាប្រទេសណាខ្លះនោះទេប្រធានាធិបតីអាមេរិកមួយមិនមែនជាមនុស្សល្ងងទេតើតែម្នាក់នឹងជាអ្នកមានបទពិសោធន៍ផ្នែកនយោបាយមានបទពិសោធន៍ផ្នែកសេដ្ឋកិច្ចផ្នែកចំនួនជាអ្នកមានចំណេះដឹងខ្ពស់ទៅអាចឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅគេបោះឆ្នោតឲ្យមិនមែនជាមនុស្សអន់អត់ចេះឡើងបានទេជាងបងប្អូនសម្លឹងមើលចេះប្រទេសកម្ពុជាយើងដូចជានាំផលិតផលអាមេរិកមកតិចប៉ុន្តែយើងនាំទៅអាមេរិកច្រើនបណ្ដាប្រទេសទាំងអស់នាំទៅលក់អាមេរិកច្រើនណាស់ប៉ុន្តែអាមេរិកនាំវិញបានតិចនេះហើយដែលលោក Donald Trump កំពុងតែកំណែតម្រង់អាឡៃហ្នឹងលោក Donald Trump បាននិយាយថាវាអត់ស្មើភាពគ្នាក្នុងការនាំចេញនាំចូលអ្នកឯងនាំផលិតផលមកលក់នៅប្រទេសគាត់ច្រើនប៉ុន្តែផលិតផលដែលប្រទេសអាមេរិកហ្នឹងនាំមកលក់វាតិចជាងអញ្ចឹងនេះហើយដែលលោក Donald Trump កំពុងតែកំណែតម្រង់និយាយថាអត់ស្មើភាពគ្នាទេអញ្ចឹងហើយដាក់សម្ពាធដាក់ពន្ធតែម្ដងក្នុងរឿងនេះគឺលោក Donald Trump កំពុងតែដាស់សតិយើងបណ្ដាប្រទេសទាំងអស់កំពុងតែវាយក្បាលដាស់សតិឲ្យយើងប្រឹងប្រែងដោយខ្លួនឯងចឹងសូមឲ្យបណ្ដាប្រទេសក្រីក្រទាំងអស់មេត្តាពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯងមិនបាច់ចាំពឹងនរណាទាំងអស់ដល់ពេលយើងរុះពឹងអាមេរិកដល់ពេលអាមេរិកធ្វើអញ្ចឹងយើងចាប់ដើមដកថាលេងចង់រួចស្អីភាសាយើងរុះពឹងគេអញ្ចឹងនៅពេលណាដែលធនធានមនុស្សយើងខ្លាំងសេដ្ឋកិច្ចយើងខ្លាំងកងទ័ពយើងខ្លាំងអ្នកឯងចង់មកធ្វើអីយើងក៏អត់បានដែរអញ្ចឹងលោក Donald Trump ធ្វើនេះគឺល្អសម្រាប់ពិភពលោកឲ្យពិភពលោកប្រទេសដែលក្រីក្រប្រឹងដោយខ្លួនឯងប្រឹងពង្រឹងសេដ្ឋកិច្ចចរន្តសេដ្ឋកិច្ចក្នុងប្រទេសឲ្យខ្លួនឯងដោយឲ្យខ្លាំងដោយខ្លួនឯងកុំរុះពឹងអ្នកដទៃបងប្អូនទៅសម្លឹងឃើញថាចិនរ៉ូស៊ីមិនដែលស្មោះត្រង់មួយនរណាទេចិននរណាអ្នកធំនរណាអ្នកកាន់ការងារប្រទេសចិនត្រូវជាមួយអ្នកនោះយើងបងប្អូនសម្លឹងទៅមើលប្រវត្តិសាស្ត្រកម្ពុជាយើងនៅពេលដែលសម្ដេចតាកាន់កាប់ប្រទេសចិនមកត្រូវមួយសម្ដេចតានៅពេលដែលលុនណុលឡើងកាន់កាប់ប្រទេសចិនមកត្រូវមួយលុនណុលលោកសេនាបតីលុនណុលនៅពេលដែលពលពតឡើងកាន់តំណែងចិនមកត្រូវជាមួយពលពតនៅពេលដែលពលពតលាយទៅលាយរបបហ្នឹងទៅសម្ដេចនាយករដ្ឋមន្ត្រីតេជោហ៊ុនសែនលោកឡើងកាន់តំណែងចិនមកត្រូវសម្ដេចនាយករដ្ឋមន្ត្រីអញ្ចឹងបើសិនជាគណៈបកប្រឆាំងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសចិននឹងត្រូវមួយគណៈបកប្រឆាំងទៀតហ្នឹងហើយអញ្ចឹងចិនគេមានទស្សនៈគេមួយថាឆ្មាសឆ្មាខ្មៅអត់សំខាន់ទេសំខាន់ចាប់កដោលបានហើយគេមានទស្សនៈមួយទៀតថាគ្មានមិត្តគ្មានសត្រូវមានតែផលប្រយោជន៍អញ្ចឹងអ្នកណាដែលអាចធ្វើឲ្យមានផលប្រយោជន៍ដល់គេនឹងរាប់អានជាមិត្តដែលឯងអស់ផលប្រយោជន៍ឈប់រាប់អានជាមួយនឹងឯងនេះហើយដែលជាទស្សនៈរបស់ចិន
បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីស្រឡាញ់ជាទីមេត្តាលឹកសូមស្វាគមន៍មកកាន់ Channel ដាថតទាំងអស់គ្នាក្នុងថ្ងៃនេះផងដែរខ្ញុំអាប់ដេតព័ត៌មានមួយទាក់ទិនទៅនឹងលោក Donald Trump បានដាក់ពន្ធគយទៅលើបណ្ដាប្រទេសទាំងអស់មិនមានប្រទេសណាមួយត្រូវបានលើកលែងនោះទេអញ្ចឹងពន្ធគយរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលជាធរមានហើយគិតត្រឹមម៉ោង 1 រសៀលនាថ្ងៃពុធនេះដោយមិនមានប្រទេសណាឬតំបន់ណាមួយជុំវិញពិភពលោកត្រូវបានលើកលែងនោះទេពន្ធមូលដ្ឋាន 10% ចូលជាធរមានកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ដែលសុទ្ធសឹងតែជាកញ្ចប់ពន្ធបដិការដែលលោកត្រាំបានប្រកាសឡើងកាលពីថ្ងៃប្រហោះអត្រាលើសពីនេះក្នុងកញ្ចប់ពន្ធដែលកំណត់ចូលជាធរមានពាក់កណ្ដាលអាទិត្យនៅសហរដ្ឋអាមេរិកសរុបទាំងអស់ចិនត្រូវបានរងការដាក់ពន្ធធ្ងន់ធ្ងរជាងគេរាប់ទាំងពន្ធ 20% កាលពីលើកមុនពន្ធគយបដិការ 34% និងពន្ធដែលលោកត្រាំសម្រេចដាក់ភ្លាម 50% កាលពីយុគមិញនេះស្មើនឹង 104% ទៅហើយដែលជាពន្ធធ្ងន់ជាងគេនៅលើពិភពលោកនេះក្រោយមកចិនបានប្រកាសថាប្រយុទ្ធដល់ទីបញ្ចប់មិនទម្លាក់ពន្ធ 34% លើទំនិញសហរដ្ឋអាមេរិកនាំចូលមកកាន់ប្រទេសចិននោះទេបន្ទាប់ពីចិនប្រទេសលេសូតូដែលនៅអាហ្វ្រិកខាងត្បូងបានទទួលរងនៅអត្រាពន្ធគយបដិការខ្ពស់ជាងគេ 50% បន្ទាប់មកប្រទេសកម្ពុជា 49% ប្រទេសឡាវ 48% ប្រទេសវៀតណាម 46% ប្រទេសថៃ 36% រួមជាមួយប្រទេសនិងដែនដីផ្សេងទៀតសរុបទាំងអស់ 181 ប្រទេសជុំវិញពិភពលោកសម្ព័ន្ធមិត្តសំខាន់ដូចជាសហភាពអឺរ៉ុប 20% ក៏ជាប់លើអន្ទាក់ពន្ធគយបដិការរបស់លោកត្រាំផងដែរគួរឲ្យកត់សម្គាល់នោះគឺថាមិនមានប្រទេសណាមួយដែលជាប់នៅក្នុងបញ្ជីរបស់លោកត្រាំត្រូវបានលើកលែងឬក៏បន្ធូរបន្ថយពន្ធគយថ្មីនេះទេទោះបីមានការចរចាឬសំណើដោះស្រាយនឹងការចាត់វិធានការសងសឹកបែបណាក៏ដោយដែលធ្វើឲ្យភាពស្រពិចស្រពិលនិងចំនួនពាណិជ្ជកម្មសកលកាន់តែអាក្រក់ទៅចាប់តាំងពីថ្ងៃទី2ខែមេសាមកទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានបាត់បង់តម្លៃទីផ្សារជាច្រើន$3 លានខណៈដែលមានការព្រួយបារម្ភពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកបានកើនឡើងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ JP Morgan បានបង្កើនការព្យាករណ៍ពីឱកាសនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដល់ 60% នៅចុងឆ្នាំនេះពី 40% ក្នុងការព្យាករណ៍កាលពីលើកមុនប្រសិនបើត្រាំមិនដកចេញនៅផែនការពន្ធគយបដិការរបស់ខ្លួននោះទេមែនទែនទៅចិនត្រូវបានដាក់ពន្ធគយខ្ពស់ជាងគេគឺរហូតដល់ 104% ដែលជាប្រទេសដែលមានពន្ធគយខ្ពស់ជាងគេនៅលើពិភពលោកអញ្ចឹងប្រទេសកម្ពុជាត្រូវបានរងសម្ពាធពន្ធគឺ 49% ឃើញថាកម្ពុជាយើងនៅក្នុងអាស៊ីនេះគឺពន្ធខ្ពស់ជាងគេខ្ពស់ជាងវៀតណាមខ្ពស់ជាងថៃគឺ 49% ណាចំណែកឡាវ 48% វៀតណាម 46% ចំណែកថៃ 36% តិចជាងគេមានបងប្អូនខ្មែរយើងនៅក្នុងប្រទេសខ្មែរជេរលោកត្រាំថាលោកត្រាំជាមនុស្សឈួតជាមនុស្សចាស់វង្វេងធ្វើតាមតែចិត្តឯងអញ្ចឹងទៅចំណែកជាជននៅសហរដ្ឋអាមេរិកក្រោកឈរឡើងបាតកម្មប្រឆាំងលោក Donald Trump ថាលោក Donald Trump ធ្វើហ្នឹងមិនត្រឹមត្រូវទេធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះឬក៏ចោទលោក Donald Trump ថាប្រមូលផ្ដុំអំណាចអញ្ចឹងទៅឬក៏លោក Donald Trump កំពុងតែឈួតនឹងសេដ្ឋកិច្ចកំពុងតែឈួតនឹងអំណាចរបស់ខ្លួនមែនទែនទៅបើយើងគិតដល់ Trump ធ្វើនេះគឺដើម្បីដាក់សម្ពាធឲ្យប្រទេសចិននោះទេបើ Donald Trump ដាក់តែប្រទេសចិនមួយហាក់ដូចជាមិនល្អមើលអញ្ចឹងដាក់ទាំងអស់ទៅប៉ុន្តែជាទូទៅគឺគៀបចិនឲ្យធ្ងន់ជាងគេចិនបច្ចុប្បន្ននេះគឺកំពុងតែដើរសេដ្ឋកិច្ចកាន់តែល្អទៅទាំងទីផ្សារសេដ្ឋកិច្ចទាំងទីផ្សារនាំចេញនាំចូលទាំងអស់ជាទូទៅចិនត្រូវបានដាក់ពង្រាយសេដ្ឋកិច្ចរបស់ខ្លួនទៅតាមបណ្ដាប្រទេសក្រីក្រជាច្រើនដែលក្នុងនោះគឺការនាំចេញវត្ថុធាតុដើមឬក៏ផលិតផ្សេងនាំមកលក់នៅកាន់ប្រទេសក្រីក្របងប្អូនអាចសម្លឹងមើលឃើញថាចិនផលិតតាំងពីរបស់ថោករហូតដល់របស់ថ្លៃប្រកួតប្រជែងនៅលើទីផ្សារពិភពលោកអញ្ចឹងឥឡូវបច្ចុប្បន្ននេះឃើញថាចិនផលិតទូរស័ព្ទចាប់ពីតម្លៃ$70រហូតដល់$300អញ្ចឹងអាតម្លៃទាបពី70ហ្នឹងក៏អាចប្រើ Facebook បាន YouTube បានថតរូបបានចំណែកអាមេរិកផលិតតែរបស់ថ្លៃដូចជាផលិតទូរស័ព្ទ iPhone ជាដើមតម្លៃចាប់ពី$900ឡើងដល់$1000ជាងសំណួរសួរថាតើប្រជាពលរដ្ឋនៅប្រទេសក្រីក្រមានលទ្ធភាពទិញទេមិនមានទេអញ្ចឹងចិនគេមានចក្ខុវិស័យវែងឆ្ងាយសម្លឹងមើលឃើញពីចាប់ផ្ដើមចេញពីប្រទេសក្រីក្រឡើងទៅដើម្បីពង្រាយសេដ្ឋកិច្ចរបស់ខ្លួនចិនចាប់ផ្ដើមផលិតទូរស័ព្ទថោកទៅឲ្យប្រទេសក្រីក្រលក់ទៅឲ្យប្រជាជនទាំងអស់នោះឃើញថាសេដ្ឋកិច្ចគេកើនឡើងរហូត
ចឹងសំណួរសួរថាចិនហ្នឹងអត់ពីអាមេរិកទៅងាប់ទេមិនងាប់ទេអត់ពីអាមេរិកទៅអត់ងាប់ទេព្រោះចិនបានពង្រីកសេដ្ឋកិច្ចទៅបណ្ដាប្រទេសក្រីក្រជាច្រើនហើយបានបញ្ជូនចេញនាំចេញពីប្រទេសចិនមកលក់កាន់ប្រទេសក្រីក្រឥឡូវយើងមើលមួយទៀតចិនចាប់ផ្ដើមផលិតរថយន្តធូរថ្លៃចាប់ពីតម្លៃ$10000ជាងដល់រហូតដល់$4-50000 10000 20000 30000ចឹងសំណួរសួរថា10000 20000ជីបានដូចគ្នាអញ្ចឹងប្រទេសក្រីក្រចង់មិនចង់គឺទិញឡាននឹងប្រើហើយពួកចិនបានផលិតឡានប្រកួតប្រជែងមិនមែនឡានអន់ទេបើយើងសន្លឹងមើលពី20ឆ្នាំមុនប្រជាពលរដ្ឋខ្មែរយើងឲ្យតែលឺរបស់ចិនគឺអត់ចង់ប្រើទេទូរស័ព្ទចិនអីបច្ចុប្បន្នគេហៅថារបស់ចិនដែរប៉ុន្តែបច្ចុប្បន្ននេះចិនគេប្រកួតប្រជែងគេផលិតរបស់ដែលប្រកួតប្រជែងផ្សេងរបស់ដែលធូរថ្លៃផ្សេងអញ្ចឹងបច្ចុប្បន្ននេះចិនកំពុងតែវាយលុកទីផ្សារសេដ្ឋកិច្ចពិភពលោកហើយកំពុងតែដើរទន្ទឹមជាមួយសហរដ្ឋអាមេរិកហើយបច្ចុប្បន្ននេះឃើញថាអាមេរិកនិងចិនកំពុងតែខំថ្មិញដាក់គ្នាហើយចិនថាអត់ខ្លាចអត់អញ្ញើតអាមេរិកទេបងប្អូនគិតមើលថាលោកដូណាល់ត្រាំធ្វើនេះផលប្រយោជន៍គាត់ទេផលប្រយោជន៍ក្រុមគ្រួសារគាត់ឬយ៉ាងណាតាមពិតអាមេរិកធ្វើនេះគឺចង់បង្ហាញពីសាច់ដុំរបស់ខ្លួនថាខ្លួនជាមហាអំណាចពិភពលោកខ្លួនជាមហាអំណាចសេដ្ឋកិច្ចព្រោះបច្ចុប្បន្ននេះទីផ្សារសេដ្ឋកិច្ចទីផ្សារបច្ចេកវិទ្យាគឺស្ថិតនៅក្រោមប្រដាប់ដៃអាមេរិកទាំងអស់ពិភពលោកនេះអាមេរិកចង់បញ្ជាយ៉ាងម៉េចក៏បានដែរអញ្ចឹងសូម្បីតែចិនក៏នៅតែប្រើបច្ចេកវិទ្យារបស់អាមេរិកដែរ Google YouTube Facebook ប៉ុន្តែនៅចិនគឺដូចជាបិទ Facebook មិនឲ្យប្រើទេហើយសូមបញ្ជាក់បងប្អូនតិចថាបងប្អូនខ្មែរយើងខ្លះបានជេរប្រមាថទៅលោកដូណាល់ត្រាំថាជាមនុស្សល្ងងជាមនុស្សចាស់វង្វេងធ្វើតាមតែអំពើចិត្តរបស់ខ្លួនហើយអាមេរិកនឹងរាយអញ្ចឹងទៅតាមពិតមែនទេទៅបងប្អូនប្រធានាធិបតីអាមេរិកមួយមិនមែនជាមនុស្សល្ងងទេតើតែម្នាក់នឹងជាអ្នកមានបទពិសោធន៍ផ្នែកនយោបាយមានបទពិសោធន៍ផ្នែកសេដ្ឋកិច្ចផ្នែកចំនួនជាអ្នកមានចំណេះដឹងខ្ពស់ទៅអាចឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅគេបោះឆ្នោតឲ្យមិនមែនជាមនុស្សអន់អត់ចេះឡើងបានទេប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើអ្វីមួយគឺគិតពីផលប្រយោជន៍របស់ប្រទេសរបស់ខ្លួនគិតពីផលប្រយោជន៍សហរដ្ឋអាមេរិកជាធំអត់អាចធ្វើឲ្យលេសហរដ្ឋអាមេរិកទេអញ្ចឹងបងប្អូនមើលអ្នកដែលចូលរួមបាតកម្មគឺមិនយល់ពីគោលនយោបាយដូណាល់ត្រាំទេឥឡូវបងប្អូនសម្លឹងមើលពីគណៈបកលោកโจ Biden ឃើញមានគណៈបកណាមួយដែលឡើងមកជំទាស់ទេអត់ជំទាស់ទេពលលោកដូណាល់ត្រាំបាននិយាយថាលោកនឹងធ្វើឲ្យសហរដ្ឋអាមេរិកអស់ចាម្ដងទៀតព្រោះនេះជាអាណត្តិចុងក្រោយរបស់គាត់ហើយអាណត្តិទី2អាណត្តិទី2នេះគឺគាត់ធ្វើយ៉ាងណាគឺធ្វើឲ្យអស់ពីលទ្ធភាពព្រោះគាត់អត់អាចឈរទៅអាណត្តិទី3បានទេអញ្ចឹងបងប្អូនត្រូវច្បាស់លាស់ឡើយហ្នឹងត្រូវគិតឡើយហ្នឹងដែរគេឡើងជាប្រធានាធិបតីមួយគេមិនល្ងងគេមិនអន់គេមិនអត់ចេះទេវាអាចនឹងកលាប់ចាក់ក្នុងការប្រែប្រួលកំណែតម្រង់នឹងតិចមែនប៉ុន្តែអាមេរិកនៅតែចំណេញអាមេរិកអត់អាលាយទេប្រធានាធិបតីសហរដ្ឋអាមេរិកមិនដែលធ្លាក់តំណែងចេញពីការធ្វើបាតកម្មឲ្យចុះចេញពីតំណែងអត់មានទេប្រវត្តិសាស្ត្រអត់មានដាច់ខាតគាត់ថាប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនេះដែលមានការបាតកម្មប្រឆាំងឲ្យចុះចេញពីតំណែងធំជាងគេនៅលើពិភពលោកប្រវត្តិសាស្ត្រហើយប៉ុន្តែมันមានប្រវត្តិសាស្ត្រណាមួយដែលប្រធានាធិបតីសហរដ្ឋអាមេរិកចុះចេញពីតំណែងដោយក្រោមការធ្វើបាតកម្មទាមទារឲ្យចុះទេអត់មានទេអញ្ចឹងសំណួរសួរថាអាមេរិកធ្វើអញ្ចឹងងាប់ទេអត់ងាប់ទេអត់ងាប់ទេមានតែចំណេញដល់អាមេរិកអញ្ចឹងបងប្អូនសម្លឹងមើលចេះបណ្ដាប្រទេសកម្ពុជាយើងដូចជានាំផលិតផលអាមេរិកមកតិចប៉ុន្តែយើងនាំទៅអាមេរិកច្រើនបណ្ដាប្រទេសទាំងអស់នាំទៅលក់អាមេរិកច្រើនណាស់ប៉ុន្តែអាមេរិកនាំវិញបានតិចនេះហើយដែលលោកដូណាល់ត្រាំកំពុងតែកំណែតម្រង់អាឡៃហ្នឹងលោកដូណាល់ត្រាំបាននិយាយថាវាអត់ស្មើភាពគ្នាក្នុងការនាំចេញនាំចូលអ្នកឯងនាំផលិតផលមកលក់នៅប្រទេសគាត់ច្រើនប៉ុន្តែផលិតផលដែលប្រទេសអាមេរិកហ្នឹងនាំមកលក់វាតិចជាងអញ្ចឹងហើយដែលលោកដូណាល់ត្រាំកំពុងតែកំណែតម្រង់និយាយថាអត់ស្មើភាពគ្នាទេអញ្ចឹងហើយដាក់សម្ពាធដាក់ពន្ធតែម្ដងក្នុងរឿងនេះគឺលោកដូណាល់ត្រាំកំពុងតែដាស់សតិយើងបណ្ដាប្រទេសទាំងអស់កំពុងតែវាយក្បាលដាស់សតិឲ្យយើងប្រឹងប្រែងដោយខ្លួនឯងចឹងសូមឲ្យបណ្ដាប្រទេសក្រីក្រទាំងអស់មេត្តាពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯងមិនបាច់ចាំពឹងនរណាទាំងអស់ឃើញទេនៅពេលយើងរស់ពឹងអាមេរិកនៅពេលអាមេរិកធ្វើអញ្ចឹងយើងចាប់ដើមងេមងាមចាប់ដើមដកថាលេងចង់រួចស្អីភាសាយើងរស់ពឹងគេអញ្ចឹងនៅពេលណាដែលយើងសេដ្ឋកិច្ចយើងខ្លាំងធនធានរបស់យើងខ្លាំងសេដ្ឋកិច្ចយើងខ្លាំងកងទ័ពយើងខ្លាំងអ្នកឯងចង់មកធ្វើអីយើងក៏បានដែរអញ្ចឹងលោកដូណាល់ត្រាំធ្វើនេះគឺល្អសម្រាប់ពិភពលោកឲ្យពិភពលោកប្រទេសដែលក្រីក្រប្រឹងដោយខ្លួនឯងប្រឹងពង្រឹងសេដ្ឋកិច្ចចរន្តសេដ្ឋកិច្ចក្នុងប្រទេសឲ្យខ្លួនឯងឲ្យខ្លាំងដោយខ្លួនឯងកុំរស់ពឹងអ្នកដទៃបងប្អូនត្រូវសម្លឹងឃើញថាចិន
រស់ស៊ីមិនដែលស្មោះត្រង់មួយនរណាទេចិននរណាអ្នកធំនរណាអ្នកកាន់ការងារប្រទេសចិនត្រូវនៅជាមួយអ្នកនោះយើងបងប្អូនសម្លឹងទៅមើលប្រវត្តិសាស្ត្រកម្ពុជាយើងនៅពេលដែលសម្ដេចព្រះសីហនុសម្ដេចតាកាន់កាប់ប្រទេសចិនមកត្រូវមួយសម្ដេចតានៅពេលដែលលន់នល់ឡើងកាន់កាប់ប្រទេសចិនមកត្រូវមួយលន់នល់លោកសេនាបតីលន់នល់នៅពេលដែលពលពតឡើងកាន់តំណែងចិនមកត្រូវជាមួយពលពតនៅពេលដែលពលពតលាយទៅលាយរបបហ្នឹងទៅសម្ដេចនាយករដ្ឋមន្ត្រីតេជោហ៊ុនសែនលោកឡើងកាន់តំណែងចិនមកត្រូវសម្ដេចនាយករដ្ឋមន្ត្រីអញ្ចឹងបើសិនជាគណៈបកប្រឆាំងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសចិននឹងត្រូវមួយគណៈបកប្រឆាំងទៀតហ្នឹងហើយអញ្ចឹងចិនគេមានប្រវត្តិគេមានទស្សនៈគេមួយថាឆ្មាសឆ្មាខ្មៅអត់សំខាន់ទេសំខាន់ចាប់កដោលបានហើយគេមានទស្សនៈមួយទៀតថាគ្មានមិត្តគ្មានសត្រូវមានតែផលប្រយោជន៍អញ្ចឹងអ្នកណាដែលអាចធ្វើឲ្យមានផលប្រយោជន៍ដល់គេនឹងរាប់អានជាមិត្តដែលឯងអស់ផលប្រយោជន៍ឈប់រាប់អានជាមួយនឹងឯងនេះហើយដែលជាទស្សនៈរបស់ចិនដែលចិនពង្រឹងនៅវិស័យសេដ្ឋកិច្ចរបស់គេបានល្អប្រសើរអញ្ចឹងចិនចាប់ដើមពង្រាយទីផ្សារសេដ្ឋកិច្ចរបស់គេទៅលើបណ្ដាប្រទេសក្រីក្រប្រទេសដែលទុនខ្សោយអញ្ចឹងចិនដាក់អាណានិគមហ្នឹងចិនចាប់ដើមប្រើយុទ្ធសាស្ត្រឲ្យប្រទេសទាំងអស់នោះខ្ចីលុយរបស់គេព្រោះជាពាក្យច្រើនអញ្ចឹងទៅចាប់ដើមចរចាអីមួយដើម្បីសុំនេះសុំនោះសុំរ៉ែសុំកំពង់ផែសុំកាន់តំបន់ដែររលុយបានហ្នឹងទៅហើយចាប់ដើមចរចាយកតំណែងមកលក់នៅក្នុងប្រទេសនោះហើយគ្រប់ប្រទេសប្រទេសឥណ្ឌាប្រទេសអីគឺប្រើទូរស័ព្ទចិនទាំងអស់ណាប្រទេសឥណ្ឌាប្រទេសខ្មែរឥណ្ឌាឡាវភូមាថៃស្រាប់តែរបស់ចិនទេគឺចិនពង្រាយវិស័យសេដ្ឋកិច្ចរបស់គេគ្រប់បណ្ដាប្រទេសទាំងអស់ចិនគេមានយុទ្ធសាស្ត្រមួយផ្លូវមួយខ្សែក្រវ៉ាត់មួយចិនកំពុងតែធ្វើបច្ចុប្បន្ននេះដើម្បីគ្រប់គ្រងដើម្បីសហការជាមួយបណ្ដាប្រទេសទាំងអស់ឲ្យជំពាក់បំណុលរបស់គេចាប់ដើមធ្វើអីមួយដើម្បីទប់ទល់ជាមួយអាមេរិកនោះទេចិនគ្មានរាប់អានអាណាស្មោះត្រង់ទេប្រទេសចិនអត់មានទេអត់មានរាប់អានអាណាស្មោះត្រង់ទេអ្នកអាណាកាន់កាប់ការងារប្រទេសចិនរាប់អានជាមួយអ្នកនោះអ្នកឯងធ្លាក់ចេញចិនអត់រាប់អានជាមួយចិនមករាប់អានជាមួយអ្នកបន្ទាប់ដែលឡើងបងប្អូនត្រូវយល់បែបហ្នឹងអញ្ចឹងបោះអាមេរិកវាគ្រាន់បើអាមេរិកគ្រាន់បើគឺអាមេរិកជាទូទៅជំនួយអាមេរិកអត់ទាមទារសំណងទេជាទូទៅជំនួយអាមេរិកគឺជំនួយជាលុយកាក់មកកាន់បណ្ដាអង្គការនានាលើពិភពលោកអត់ត្រូវការសំណងទេជាពិសេស USAID ទៅអញ្ចឹងបើចិនខ្ចីឲ្យគេត្រូវមានសំណងត្រូវយកនេះយកនោះយកព្រៃយករ៉ែជាតំបន់ទេសចរជាដើម